តើបងប្អូនអរគ្នាត្រៀមខ្លួនហើយទៅនៅបាទបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកបានបញ្ចប់នៅថ្ងៃទី20បាទសម្រាប់ការប្រកួតបាល់ទាត់អាស៊ានបានចូលខ្លួនមកវិញហើយសម្រាប់ការប្រកួតនេះគឺចាប់ផ្ដើមឬក៏បើកឆាកមុនគេគឺកម្ពុជាយើងជាម្ចាស់ផ្ទះត្រូវទទួលសិង្ហបុរីបាទសម្រាប់សិង្ហបុរីនេះវិញយើងមិនដែលបានឈ្នះគេទេប្រហែលប្រកួតដែលធ្លាប់ជួបគ្នាណាហើយសម្រាប់ការប្រកួតចុងក្រោយដែលធ្លាប់ជួបគ្នាគឺតាំងពីឆ្នាំ2024បាទវាយូរហើយអញ្ចឹងយើងមិនអាចប្រៀបធៀបជាមួយនឹងឆ្នាំថ្មី2026នេះបានទេបាទហើយសម្រាប់គូនេះខ្ញុំជឿជាក់ថាកម្ពុជានឹងច្បាស់ជាឈ្នះបាទកុំភ្លេចចូលរួមតាមដានជាមួយនឹងការផ្សាយបន្តពីសំណាក់ភ្នាក់ងាររបស់ Go ខ្មែរក៏ដូចជាខ្ញុំបាទ Admin Biom Sport បាទកុំភ្លេច like comment share ជាពិសេស follow ម្នាក់មួយដើម្បីចូលរួមតាមដានការប្រកួតដ៏សែនជួយចិត្តមួយនេះបាទសម្រាប់វិធីចូលបាទនៅលើវីដេអូនេះបន្តតែម្ដងដឹងតែជួយចិត្តហើយសម្រាប់ការប្រកួតនេះកម្ពុជាយើងត្រូវតែឈ្នះជាដាច់ខាតវាជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើងផងដែរបាទបានចូលរួមជាលើកទី1ក៏ដូចជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយក៏ត្រូវចារសារថ្មីវិញដែរថាកម្ពុជាឈ្នះបាទកុំភ្លេចចូលរួមតាមដានអ្នកនរគ្នាសូមអរគុណច្រើន